ចឹងសម្រាប់កម្ពុជាសម្រាប់រាជរដ្ឋាភិបាលដំណោះស្រាយដែលជាអត្ថិភាពចម្បងដែលយើងប្រកាន់យកគឺដំណោះស្រាយតាមផ្លូវច្បាប់ដោយសន្តិវិធីដើម្បីជៀសវាងការបង្ហូរឈាមចឹងសួរថាដំណោះស្រាយនឹងមានស្អីខ្លះវាមានបញ្ហាជំរើសច្រើនទី1យន្តការទ្វេភាគីអានឹងក៏ត្រូវជាយន្តការច្បាប់និងការទូតដែរតើតែការទូតនិយាយគ្នាចរចាគ្នាផ្អែកទៅលើច្បាប់ផ្អែកទៅលើសន្ធិសញ្ញាច្បាប់អន្តរជាតិមិនប្រើប្រាស់កម្លាំងដើម្បីយកទឹកដីតែផ្ទុយទៅវិញប្រើប្រាស់សន្ធិសញ្ញាកិច្ចព្រមព្រៀងដែលមានជាស្រាប់ដល់ទី1ទី2យន្តការតំបន់មានអាស៊ានទី3យន្តការអន្តរជាតិមាន UN មានតុលាការមានអីចឹងទៅសួរថាកម្ពុជាយកជំរើសមួយណារាល់ជំរើសទាំងអស់មិនទាន់បិទទ្វារនៅឡើយទេសម្រាប់កម្ពុជាជំរើសស្អីក៏ដោយឲ្យតែជួយកម្ពុជាដើម្បីទាមទារការពារអធិបតេយ្យភាពយើងនឹងធ្វើហើយជំរើសដែលឲ្យកម្ពុជាអាចទទួលជោគជ័យដោយមិនបង្ហូរឈាមតទៅទៀតរបស់ប្រជាពលរដ្ឋទោះបីជាយូរបន្តិចតឹងទ្រូងបន្តិចតែត្រូវខំអត់ធ្មត់នេះគឺជាការងារដែលខំប្រឹងធ្វើដរាបណាជំរើសការទូតនឹងផ្លូវច្បាប់មិនទាន់បិទយើងត្រូវប្រើវាអស់លទ្ធភាពបាទខ្ញុំយល់បងប្អូនខ្លះឃើញសំណង់គេធ្វើនេះឃើញគេឈូសនេះឈូសនោះអស់សង្ឃឹមលែងជឿហើយខ្ញុំថាទោះបីជានៅសល់តែ 1% ក៏យើងត្រូវតែប្រើឱកាសសាកល្បងវាទៅព្រោះជំរឿសទាំងអស់នេះអត់មានគេថាឬបានតែមួយទេប្រើស្អីក៏បានប្រើពេលណាក៏បានសំខាន់យើងចេះប្រើស្អីប្រើពេលណាដើម្បីសម្រេចគោលបំណងរបស់យើងនេះខ្ញុំសូមបញ្ជាក់ឥឡូវបច្ចុប្បន្នយើងជ្រើសរើសយកអីដំណោះស្រាយចរចាការទូតផ្លូវច្បាប់ដោយយកអត្ថិភាពទី1គឺចម្រោះស្រាយទ្វេភាគីហេតុអីបានជាយើងយកទ្វេភាគីខ្ញុំទទួលស្គាល់បងប្អូនខ្លះអស់ជំនឿទៅលើការដោះស្រាយទ្វេភាគីវាយូរពេកឃើញមួយថ្ងៃឃើញតែគេធ្វើនេះធ្វើនោះបងប្អូនខ្ញុំមិនបន្ទោសទេបាទបងប្អូនឈឺចាប់ប៉ុណ្ណាបងប្អូនបារម្ភប៉ុណ្ណាអ្នកដោះស្រាយប្រហែលជាគុណនឹង10ប៉ុន្តែយើងមិនអាចធ្វើអីតាមចិត្តក្តៅធ្វើតាមមួយជ្រុងបង្កើតដោះអានេះមួយតាមនយោបាយមិនត្រូវនាំឲ្យខាតជីវិតរបស់ប្រជាជនខាតនៅឱកាសនៅក្នុងការដោះស្រាយបញ្ហាអញ្ចឹងសួរថាតើកម្ពុជាដោះស្រាយទ្វេភាគីនេះមូលហេតុអីកាលពីចុះពីកប៉ាល់ហោះមកពីប្រាំងថ្ងៃមុនអ្នកកាសែតមួយសួរអាយដាមចង់ផងស្វាតង់តែអាយដាមខ្ញុំសួរហេតុអីក៏រដ្ឋាភិបាលមិនព្រមធ្វើអន្តរជាតិតូបនីយកម្មនៃចំនួនព្រំដែនកម្ពុជាថៃហេតុអីបានជាដោះស្រាយទ្វេភាគីគាត់អត់យល់ពាក្យអន្តរជាតិតូបនីយកម្មពាក្យអន្តរជាតិតូបនីយកម្មគឺយកបញ្ហានេះទៅអន្តរជាតិសួរថាតាំងពីផ្ទុះវត្តបដលនេះយើងនៅធ្វើភាគីរហូតទេអត់ទេបាញ់គ្នាភ្លាមថ្ងៃទី1ខ្ញុំបានបញ្ជូនលិខិតយើងបានបញ្ជូនលិខិតទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិតាំងពីថ្ងៃទី1ខ្ញុំសញ្ញេផ្ទាល់ដៃហើយបញ្ជូនលិខិតទៅថ្នាក់ដឹកនាំអន្តរជាតិមួយចំនួនរួមទាំងអគ្គលេខាការអន្តរជាតិអគ្គលេខា UN ទៀតបទឈប់បាញ់លើកទី1ថ្ងៃ28កក្កដាមិនមែនដោយទ្វេភាគីទេគឺមានការចូលរួមទី1ប្រធានអាស៊ានការចូលរួមរបស់ចិននិងអាមេរិកដើម្បីយើងសម្រាប់នេះហើយអន្តរជាតិតូបនីយកម្មនោះគឺអន្តរជាតិបានចូលមកពាក់ព័ន្ធតាំងពីដើមទីយើងមិនបាននៅបិទទ្វារតែ2នាក់នោះទេ
វត្តមានរបស់ AOT ក្រុមអ្នកសង្កេតការអាស៊ានដែលមកកត់ត្រាការបត់នេះគឺជានិមិត្តរូបជាក់ស្ដែងជាប្រចាំនៃការពាក់ព័ន្ធនៃអន្តរជាតិគ្រាន់តែក្នុងក្របខ័ណ្ឌតំបន់ទស្សនកិច្ចរបស់បណ្ដាទូតផ្សេងទៅតាមកន្លែងនេះហើយបានឲ្យឃើញខ្ញុំទស្សនកិច្ចនៅអឺរ៉ុបនៅអាមេរិកនៅបារាំងជួបជាមួយថ្នាក់ដឹកនាំក៏យើងបានប្រាប់ចុះសួរហេតុអីបានជាយើងមិនទៅនំរហូតហេតុអីបានជាយើងមកដោះស្រាយទ្វេភាគីខ្ញុំសូមបញ្ជាក់ថាយន្តការទ្វេភាគីនេះទី1គឺជាផ្នែកមួយនៃយន្តការដោះស្រាយដោយការទូតនិងច្បាប់ដោយខ្ញុំបានបញ្ជាក់គឺជាជំរើសដែលឲ្យយើងជៀសផុតពីការបញ្ចូលឈាមឡើងវិញរបស់ប្រជាជនរបស់កងទ័ពរបស់យើងអញ្ចឹងជំរើសនេះបានសម្រេចនៅគោលដៅអត្ថិភាពធំមួយរបស់យើងគឺបញ្ជៀសពីការប្រើហិង្សាវាយគ្នាម្ដងទៀតដើម្បីយកទឹកដីវាយអត់ចេះចប់ទេបាទវាយចុះវាយឡើងនៅតែចរចាគ្នាដដែលទេអ៊ុយក្រែនរុស្ស៊ីវាយ3ឆ្នាំទីបំផុតនៅតែចរចាដដែលអ៊ីស្រាអែលកាហ្សាអ៊ីរ៉ង់ជាមួយឥឡូវនៅតែចរចាដដែលអញ្ចឹងបើសិនជាច្រកចរចានៅតែធ្វើបានបញ្ជាយើងនៅតែប្រើវាទី2វិធានការទ្វេភាគីគឺជាវិធានការលឿនបំផុតយន្តការផ្សេងទៀតប្រើរាប់ខែកន្លែងខ្លះរាប់ឆ្នាំមានតែបបួលគ្នាមកអង្គុយចរចាទេបានលឿនឥឡូវឯកឧត្តមឡាំជាបបួលហៅ JBC គេកាលមុនគេថារដ្ឋាភិបាលគេមិនកើតឥឡូវបកកើតតិចទៀតទៅមកអង្គុយគ្នាលឿនជាងបើយើងទៅយន្តការអន្តរជាតិរាប់ខែរាប់ឆ្នាំបាទហើយឥឡូវចន្លោះហ្នឹងពីណាធ្វើអីដាក់ទៅអង្គុយចាំរាប់ខែរាប់ឆ្នាំអត់ធ្វើអីទាំងអស់ចុះអារឿងរាល់ថ្ងៃលើដីនេះវានៅមិនវាកាន់តែវឹកវរទៅទៀតអញ្ចឹងវានៅតែយន្តការនេះដែលត្រូវដោះហើយបើយន្តការនេះដោះដោយការស្មោះត្រង់រវាងភាគីទាំងពីរគឺងាយស្រួលបញ្ចប់ព្រោះយន្តការយើងមានស្រាប់ហើយ JBC RBC GBC ដោះស្រាយ20ឆ្នាំយើងធ្វើការងារបន្តទៀតពិតនៅក្នុង20ឆ្នាំជាងតាំងពីយើងសញ្ញេឧទាហរណ៍ថា MOU 2000 JBC វាមានបញ្ហាខ្លះដែលលើសខ្វះគ្នាបន្តិចតួចតវ៉ាចុះឡើងប៉ុន្តែសមិទ្ធផលវាធំណាស់800គីឡូ74បកគោលចំនួនបកគោលលេខ73ប៉ុន្តែ74បកគោលយើងបានឯកភាពគ្នា43បកគោលអញ្ចឹងវាជាង 50% តែឯកភាពគ្នាយើងនៅបន្តធ្វើតទៅទៀតយកអាគោលការណ៍ហ្នឹងទៅកម្ពុជាគ្មានចង់រំលោភដែនអធិបតេយ្យភាពដល់អ្នកណាទេតែកម្ពុជាមិនអាចឲ្យអ្នកណារំលោភលើដែនអធិបតេយ្យភាពរបស់ខ្លួនយើងត្រូវប្រើយន្តការនេះវាស់វែងឲ្យដឹងច្បាស់បោះពីណាបោះពីនោះចែកទូទាត់ទៅគិតគូរគ្នាទៅរកវិធីដោះស្រាយគ្នាផ្អែកទៅលើមូលដ្ឋានកិច្ចព្រមព្រៀងសន្ធិសញ្ញាអនុសញ្ញាផែនទីដែលមានស្រាប់ប្រសល់ពីសម័យអាណានិគមដោះស្រាយអាហ្នឹងទៅបាទអញ្ចឹងបើសិនជាដោះស្រាយនេះបានវាដោះស្រាយបានយូរអង្វែងបើឡើងទៅវាយគ្នាសងសឹកគ្នាទៅមកវាអត់ចប់តែបើដោះស្រាយយល់តាមនេះយើងដោះស្រាយបាននេះជាមូលហេតុដែលថាយើងពឹងទៅលើយន្តការទ្វេភាគីជាជំរើសអត្ថិភាពទី1ដែលប្រើប្រាស់នៅពេលនេះដរាបណាគ្មានសញ្ញាណាថាយន្តការទ្វេភាគីនេះត្រូវងាប់ឧទាហរណ៍គេលុបចោលគេឈប់ប្រើដោះលែងរួចយើងនៅតែប្រើវាដើម្បីដោះស្រាយបញ្ហាទោះបីជាពេលខ្លះវាយឺតក៏ដោយប៉ុន្តែវាប្រសើរជាងអត់លទ្ធផលហើយបើវាយគ្នាស្លាប់ហើយថយក្រោយទៀតអត់បានដើរទៅមុខទេព្រោះឈប់ជឿទុកចិត្តគ្នាលែងនិយាយគ្នាលែងវាស់វែងជាមួយគ្នានេះជាបញ្ហាយ៉ាងការរើសនៅយន្តការទ្វេភាគីខ្ញុំយល់អ្នកវិភាគ
បងប្អូនជាច្រើនធ្វើការវិភាគដោយសារស្ថានភាពអ្នកខ្លះឈានទៅដល់ថាការអស់សង្ឃឹមលែងជឿ 100% ទៅលើយន្តការទ្វេភាគីហើយខ្ញុំមិនមែនគ្រូទាយទេបងប្អូនខ្លះគ្រូទាយថានឹងមិនជឿនឹងមិនទៅទេខ្ញុំមានតែការវិភាគវាយតម្លៃផ្អែកទៅលើសមត្ថកម្មនិងភស្តុតាងជាក់ស្ដែងនៅលើដីនិងលទ្ធភាពនៃជំរឿននីមួយៗពិភាក្សាជាមួយក្រុមការងារវាយតម្លៃយើងបែបនេះអញ្ចឹងដែលគិតថាវាយតម្លៃថាជំរឿទ្វេភាគីនៅក្នុងចំណោមនេះទោះបីជាវាមិនជាជំរឿដែលល្អឥតខ្ចោះប៉ុន្តែវាជាជំរឿដែលល្អប្រសើរសមស្របជាងគេនៅក្នុងចំណោមដែលជំរឿដែលមិនល្អឥតខ្ចោះក្នុងការដោះស្រាយបញ្ហាដែលយើងសម្រេចត្រូវដោះស្រាយពេលនេះជាការទទួលខុសត្រូវយើងមិនចង់ដើរអីលឿនតែវាយឺតមិនបានថាលឿនតែវាយឺតលឿនតែវាអត់ទៅលំដាប់លំដោយវាកញ្ឆក់ទៅដល់ធ្លាប់ឃើញភ្លើងស្តុបទេអ្នកខ្លះភ្លើងតាន់ខៀវផងបញ្ញាប់ទៅលឿនថាទៅមុនគេទៅដល់ស្ទះនៅមុខដដែលពួរមកកណាត់ទៀតតាន់ទៅអ្នកទៅក្រោយស្នើទៅដល់មកតង់ទៀតតាន់លឿនទៅទៀតប៉ូលីសចាប់យឺតជាងយើងទៀតអញ្ចឹងការដើររបស់រាជរដ្ឋាភិបាលគឺមានការគិតគូរនិងមានលំដាប់ដោយច្បាស់លាស់ទោះបីជាយើងមិនស្រែកឡាំប៉ាមិនក្ដុំក្ដាំងវាយស្គររាល់ថ្ងៃថាយើងមួយថ្ងៃងើបឡើងយុរដ្ឋមន្ត្រីត្រូវឡើង Facebook ថាថ្ងៃនេះខ្ញុំគិតគូរពីព្រំដែនប្រាប់ថារាល់ថ្ងៃនោះទេអាយដាមប៉ែនបណ្ណាប្រកាសរាល់ថ្ងៃប៉ុន្តែការគិតគូរការវិធីដោះស្រាយមិនឈប់ទេរឿងព្រំដែនឬអធិបតេយ្យភាពជាក់ស្ដែងរបស់យើងដៃមកខាងជាតិដៃមកខាងទឹកដីដៃមកខាងប្រជាពលរដ្ឋត្រូវដើរទន្ទឹមគ្នានេះជាអភិក្រមនៃការងាររបស់រាជរដ្ឋាភិបាលរបស់យើងគ្រប់កលៈទេសៈទាំងអស់ហើយជាពិសេសការដោះស្រាយព្រំដែនជាមួយថៃហើយចំណុចទី3ដែលយើងដើរតាមនៅមានជំនឿថាយន្តការទ្វេភាគីនេះជាជំរឿនដែលសមស្របបំផុតក្នុងពេលនេះគឺមកដល់ម៉ោងនេះទន្ទឹមនឹងការខុសគ្នានៅលើដីមួយចំនួនប៉ុន្តែរវាងកម្ពុជានិងថៃក៏មានចំណុចរួមមួយចំនួនដែរបើថាយើងលែងត្រូវគ្នាទាំងអស់បានទ្វាវិបត្តិតែបើយើងត្រូវគ្នាហើយត្រូវគ្នាលើចំណុចកលឹះខ្លះយើងគិតថាវាអាចដើរទៅមុខចំណុចស្អីខ្លះដែលរួមទី1ជំហររបស់កម្ពុជាគឺដោះស្រាយដោយសន្តិវិធីផ្អែកលើច្បាប់អន្តរជាតិស្របតាមសន្ធិសញ្ញាអនុសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់នេះជាគោលការណ៍របស់យើងដោយសន្តិវិធីម្សិលមិញរដ្ឋាភិបាលថ្មីរបស់អាដាមអនុទិនប្រកាសគោលនយោបាយចំណុចទី 9.2 ដែលប្រកាសពាក់ព័ន្ធទៅនឹងព្រំដែនកម្ពុជាថៃបន្តខិតខំដោះស្រាយស្ថានភាពថៃកម្ពុជាតាមវិធីសន្តិវិធីនិងយន្តការទ្វេភាគីដែលមានស្រាប់នេះជាចំណុចរួមមួយដែលយើងមានបាទចឹងគោលនយោបាយរដ្ឋាភិបាលទាំងពីរដែលជាអ្នកកាន់កលឹះក្នុងការដោះស្រាយវាមានហើយជាសាធារណៈចំណុចទី2កម្ពុជាគោរពកិច្ចព្រមព្រៀងដែលមានស្រាប់រួមទាំង KL Accord ថ្ងៃទី$26និងការប្រកាសរួមថ្ងៃទី27 ខែ 12មកដល់ម៉ោងនេះទាំងរដ្ឋាភិបាលថៃទាំងយោធាថៃអត់ទាន់មានប្រកាសទាត់ចោលនៅសេចក្តីប្រកាសរួមថ្ងៃ27ទេមានតែបញ្ជាក់ហើយបញ្ជាក់ជាតិថាគេនៅគោរពកិច្ចព្រមព្រៀងឬមួយក៏ថាសេចក្តីប្រកាសរួម Joint Statement ថ្ងៃ27 ខែ 12អញ្ចឹងចំហពីរនេះវាត្រូវគ្នាហើយចំហពីរនេះមិនមែនជាចំហធម្មតាជាចំហកន្លឹះនៃការដោះស្រាយទ្វេភាគីតាមច្បាប់តាមបច្ចេកទេសនៃការវាស់វែងនេះឯងបាទយន្តការដែលមានស្រាប់មានអីក្រៅពី JBC រឿងព្រំដែនកិច្ចព្រមព្រៀងដែលមានស្រាប់មានទាំងពីមុនទាំងអតីតកាលទាំងថ្មីគ្នាក្នុងចាប់ផ្ដើមពីផ្ទុះអាវុធមកយើងមានទាំង GBC RBC មានទាំង KL Accord មានទាំង JS អញ្ចឹងនេះជាមូលដ្ឋានដែលគិតថា
កម្ពុជាយើងសម្រេចថាយន្តការទ្វេភាគីនៅតែយន្តការសមស្របបំផុតហើយយើងមិនអាចទាត់ចោលបោះវាចោលហើយទៅរំពឹងមេឃរំពឹងផ្កាយដូចទេត្រូវតែប្រើវាឲ្យអស់លទ្ធភាពដើម្បីដោះស្រាយបញ្ហាឲ្យឆាប់ចប់ជូនបងប្អូនប្រជាពលរដ្ឋជាពិសេសអ្នកដែលអត់ផ្ទះបានផ្ទះនោះសង្ឃឹមថាគាត់អាចត្រឡប់ទៅដីដែលគាត់មានទួផ្ទះចាស់វាខូចខាតយើងអាចសាងកន្លែងនោះនៅពេលដែលដោះស្រាយចប់នេះហើយជាការដោះស្រាយអភិក្រមការទូតនិងច្បាប់បងប្អូនខ្លះយល់ថាច្បាប់ការទូតតតែប៉ុណ្្នឹងទៅ ICJ ទៅនេះសម្រាប់កម្ពុជាជំរឿសយើងមិនមែនមានតែមួយទេយើងមាន 3-4 ដើរពេលណាដើរអភិក្រមយ៉ាងម៉េចដើម្បីសម្រេចហើយម៉ោងស្មើនេះនៅតែវិធីសម្រាប់ហៅមកជាមួយគ្នាចរចាយកផែនទីដែលបន្សល់ពីមុខកិច្ចព្រមព្រៀងអនុសញ្ញាសន្ធិសញ្ញាយើងដោះស្រាយជាមួយគ្នាទៅ Joint Statement ឥឡូវថៃគាត់និយាយភាគច្រើន Joint Statement មាន 16 ចំណុចប៉ុន្តែចំណុចសំខាន់មាន 2 ចំណុចដែលបានប្រើពីថ្ងៃ27ដល់ពេលនេះភាគច្រើនគឺប្រើចំណុចទី 2 ដែលពាក់ព័ន្ធទៅនឹងការឈរជើងរបស់កងកម្លាំងដែលនិយាយថាភាគីទាំងពីរឯកភាពគ្នារក្សាការឈរជើងនៃកងកម្លាំងរបស់ខ្លួននៅទីតាំងបច្ចុប្បន្នដោយមិនត្រូវធ្វើសកម្មភាពចល័តកងកម្លាំងបន្ថែមទៀតមិនត្រូវឲ្យមានសកម្មភាពចល័តកម្លាំងដោយរាប់បញ្ចូលទាំងល្បាតចូលទីតាំងរបស់ភាគីម្ខាងទៀតប៉ុន្តែវាមានការគោរពការមិនគោរពមួយចំនួនប៉ុន្តែនេះគឺជាកិច្ចព្រមព្រៀងដែលចំណុចទី 1 បានប្រើប៉ុន្តែពាក្យថាគោរពនៅសេចក្តីប្រកាសរួមមិនមែនបានគោរពតាមមួយចំណុចនេះទេវាត្រូវគោរពទាំង16ចំណុចចំណុចសំខាន់គឺចំណុចទី 3 សម្រាប់យើងខ្ញុំសូមអានតែម្ដងព្រោះវែងពេកទិញអត់ចាំទេព្រោះលើចាស់ទៅទិញឡើងចាំកាលបាក់ដប់ខ្ញុំទិញសភៅរាប់កម្មាស់នេះទិញទាំងអស់តែឥឡូវអត់ទេចំណុចទី 3 ដែលជាមូលដ្ឋានដែលត្រូវធ្វើការងារបន្តភាគីទាំងពីរឯកភាពគ្នាថារាល់ការព្រមព្រៀងក្រោមសេចក្តីប្រកាសរួមទាំងចំណុចទី 2 ឈរនៅណាឈរនោះមិនត្រូវធ្វើឲ្យប៉ះពាល់ដល់ការខ័ណ្ឌសីមាព្រំដែនឬព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនោះទេភាគីទាំងពីរឯកភាពគ្នាប្រគល់តួនាទីឲ្យគណៈកម្មការចម្រុះព្រំដែន JBC បន្តអនុវត្តការងារវាស់វែងនិងខ័ណ្ឌសីមាព្រំដែនឲ្យបានឆាប់រហ័សបំផុតស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងបានន័យថា JBC ត្រូវមកផ្អែកទៅលើអ្វីដែលមានស្រាប់ចាប់ផ្ដើមចោះវាស់វែងទៅមិនបាច់ទៅចរចាស្អីទៀតគឺអាហ្នឹងកិច្ចព្រមព្រៀងហ្នឹងអត់មានមកចរចាលក្ខខណ្ឌ JBC ស្អីទៀតទេទៅធ្វើអាហ្នឹងភាគីទាំងពីរឯកភាពគ្នាថានឹងប្រើប្រាស់យន្តការដែលមានស្រាប់នៅក្នុងគណៈកម្មការចម្រុះព្រំដែន JBC ដើម្បីធានាសន្តិភាពអញ្ចឹងគោលនយោបាយ 9.2 របស់រដ្ឋាភិបាលអារិទានដែលប្រកាសម្សិលមួយថ្ងៃគឺនិយាយអាហ្នឹងដោះស្រាយសន្តិវិធីតាមយន្តការដែលមានស្រាប់គឺ JS នេះឯងបាទដើម្បីធានាសុវត្ថិភាពនិងសន្តិសុខរបស់ក្រុមការងារវាស់វែងចម្រុះលើទីតាំងជាក់ស្ដែងដែលរាប់បញ្ចូលទាំងសុវត្ថិភាពជាន់មីនបានន័យថាម៉េចតាំងពីដើមមកក្នុង20ឆ្នាំហើយក្រុម JBC នេះចុះទៅដល់មិនដែលជាន់មីនទេមានតែទាហានទេដែលជាន់មីន JBC មិនដែលជាន់មីនទេព្រោះពេលដែលចោះទៅនឹងគេមានក្រុមដោះមីនមួយក្រុមភ្ជាប់ជាមួយនឹង JBC អត់ចាំបាច់កងទ័ពទៅដោះមីនអីស្អាតឲ្យបានគេទៅអញ្ចឹងក្នុងកិច្ចព្រមព្រៀងនេះគឺតម្រូវឲ្យប្រើប្រាស់យន្តការ JBC ចោះទៅមិនបាច់ចាំដោះមីនស្អីហើយអត់ទៅគឺក្រុមយន្តការក្នុង JBC នេះដែលមានក្រុមដោះមីនទៅធ្វើដោយ20ឆ្នាំហើយគឺទៅភ្លាមភាគីទាំងពីរឯកភាពគ្នាថាគណៈកម្មការចម្រុះព្រំដែននឹងផ្ដល់អាទិភាពខ្ពស់បំផុតចំពោះការវាស់វែងនិងខណ្ឌសីមាព្រំដែននៅតំបន់រងផលប៉ះពាល់ដែលមានជនស៊ីវិលរស់នៅអញ្ចឹងតំបន់ព្រៃច័ន្ទជោគជ័យបឹងតគួនថ្មដាជាអាទិភាពអញ្ចឹងមានហើយនៅក្នុងកិច្ចព្រមព្រៀងទ្វេភាគីបើយើងបោះចោលកិច្ចព្រមព្រៀងទ្វេភាគីទៅរកកន្លែងផ្សេងបានន័យថាយើងបានទាត់ចោលនៅឱកាសដោះស្រាយបញ្ហានេះ
សំណួរសួរថាយើងជឿ 100% បងប្អូនខ្លះអ្នកវិភាគថាអត់ជឿអ្នកខ្លះអត់សម្រាប់រាជរដ្ឋាភិបាលយើងមិនមែនគ្រូទាយទេហើយការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលគឺផ្អែកទៅលើភស្តុតាងជាក់ស្ដែងមិនបានការគិតគូរវាយតម្លៃស្អីទាយទេនៅពេលដែលរដ្ឋាភិបាលមួយដែលខ្ញុំនិយាយរដ្ឋាភិបាលប្រទេសថៃប្រកាសសុខចិត្តដាក់នៅក្នុងគោលនយោបាយថ្មីរបស់ខ្លួនទៀតដែលយើងនៅរងចាំមើលមាននិយាយច្បាស់កន្លែងថាដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមយន្តការដែលមានស្រាប់ខ្ញុំគិតថាប្រហែលជាមិនផុតទេបើផុតចាំបាច់សរសេរធ្វើស្អីប៉ានឹងការអនុវត្តជាក់ស្ដែងទី2ទាំងទាហានទាំងអីគោរពនៅ joint statement អញ្ចឹងបានន័យថា joint statement នេះចំណុចទី3សូមឲ្យយើងផ្សព្វផ្សាយឲ្យដល់ស្វ័យសិទ្ធិក្រុមការងារផ្សព្វផ្សាយអានឹងឲ្យប្រជាពលរដ្ឋយើងកន្លងទៅភាគច្រើនតាក់តត្រឹមអាមកណាត់បោះទី2ពីណាឈរណានៅនោះតែអញ្ចឹងវារឿងដល់ពេលអាចំណុចខ្លាំងនេះដល់ពេលហើយដែលត្រូវធ្វើព្រោះឥឡូវសំបីតែរដ្ឋាភិបាលថៃគោលនយោបាយក៏ដូចជាមួយយើងគឺថាគោរព JS ហើយចាប់ផ្ដើមធ្វើយន្តការដែលមានស្រាប់ដោះស្រាយបញ្ហាសន្តិវិធីនឹងបាទដើម្បីជំរុញហើយខ្ញុំសង្ឃឹមថារាជរដ្ឋាភិបាលថៃនឹងរៀបចំក្បាលម៉ាស៊ីន JBC ហើយចាត់តាំងអនុវត្តឲ្យស្របទៅតាមស្មារតីនៃកិច្ចព្រមព្រៀងទ្វេភាគី JS ថ្ងៃ27ស្របតាមអ្វីយន្តការដែលមានស្រាប់គឺ JBC នេះដើម្បីដោះស្រាយហើយនេះជាអភិក្រមដែលយើងប្រកាន់យកនៅជំរឿសទ្វេភាគីតតែដោះអស់បើថាតទៅបុកថ្មហើយទៅឡើងទៅហើយបានយើងរកវិធីសាស្ត្រថ្មីតែបើសិនជានៅតែ100នៅតែ 1% ក៏យើងនៅតែរុលទៅមុខហើយនឹងព្យាយាមពង្រីកឲ្យទៅជា 100% ដើម្បីយើងសម្រេចការដោះស្រាយនេះគឺជាអភិក្រមនៃការដោះស្រាយមិនមែនយើងស្ងាត់យើងស្ងៀមយើងដេកស្ពឹកយើងបបួលគ្នារំលែងអបអរសាទរឆ្នាំថ្មីភ្លេចជនភៀសទឹកភ្លេចផ្ទះភ្លេចសបាយដូចទេតែយើងធ្វើជាប់ជាប្រចាំមិនដេកអេសពោះកើតផ្ទះ 3000 ខ្នងទេមិនដេកអេសពោះចេញ statement ចេញលិខិតតវ៉ាចេញលិខិតបបួលគេវាស់វែងនោះទេតែយើងធ្វើដើម្បីដោះស្រាយឥឡូវដែលខ្ញុំគិតថាចំណុចដែលថាហេតុអីយើងយកយន្តការទ្វេភាគីដោះព្រោះនឹងទី1វាជៀសបំផុតពីការបហូរឈាមតាមទិសដៅនៃការដោះស្រាយដោយសន្តិវិធីទី2គឺវាលឿនបាទទៅ UN ទៅអាស៊ានទៅអីវាយូរអញ្ចឹងបើយន្តការលឿននេះហើយជាពិសេសមានការព្រមព្រៀងលើចំណុចសំខាន់ចំនួនទ្វេភាគីនេះទៀតប្រើអានឹងទៅបាទខ្ញុំអត់ទាន់ដឹងថាជោគជ័យមិនជោគជ័យទេបាទខ្ញុំមិនមែនគ្រូទាយទេប៉ុន្តែអ្វីដែលខ្ញុំវាយតម្លៃនឹងដាក់ចេញគឺផ្អែកទៅលើការគិតគូរគ្រប់ជ្រុងជ្រោយបើសិនជាយើងនៅមានសង្ឃឹមនៅក្នុងការដោះស្រាយទាមទារអធិបតេយ្យភាពយើងដោយមិនបង្ហូរឈាមមិនបំផ្លាញទ្រព្យសម្បត្តិអាយុជីវិតប្រជាជនកងទ័ពនគរបាលជាតិហើយដោះស្រាយឲ្យបានចប់ជាស្ថាពរកុំឲ្យវានៅរ៉ាំរ៉ៃប្រជាជនមើលមុខគ្នាមិនត្រូវរាប់តំណតទៅទៀតធ្លាប់ជាមិត្ត6ខែមុនចូលឆ្នាំអ្នកភូមិផងលបងជាមួយគ្នាឥឡូវខ្លាយទៅជាមើលមុខគ្នាមិនត្រូវកុំឲ្យវានៅអានឹងទៀតឲ្យវាឆាប់ត្រូវគ្នាវិញទៅបើសិនជានៅមានសង្ឃឹមនៅក្នុងការដោះស្រាយបែបនេះរាជរដ្ឋាភិបាលនឹងត្រូវរើសជំរើសនេះហើយកិត្តខំដោះស្រាយឲ្យអស់លទ្ធភាពអញ្ចឹងគឺការដោះស្រាយការទូតនិងនយោបាយគឺប្រកាន់យកជំរើសនៃការដោះស្រាយការទូតនយោបាយទ្វេភាគីឲ្យអស់លទ្ធភាពបាទបងប្អូនខ្លះសូមបញ្ជាក់ឲ្យទៅលើថាអន្តរជាតិអន្តរអីគាត់គិតថាត្រល់តែប្តឹង ICJ បានអន្តរជាតិមិនមែនទេអន្តរជាតិអញ្ចឹងបានអ្នកកសែតគេមុនសួរឲ្យដំចង់គាត់ស្បថាហេតុអីបានជាយើងមិនធ្វើអន្តរជាតិទប់នីយកម្មនៅពេលដែលយើងតាំងពីថ្ងៃទី1ផ្ញើលិខិតទៅអង្គការសហប្រជាជាតិប្រធានអាស៊ានបញ្ចប់ហើយយើងនៅបន្ត